សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Somali ដែលជា Channel សម្រាយរឿងហើយថ្ងៃនេះផងដែរយើងចូលទៅកាន់សាច់រឿងរបស់យើងបន្តគឺសាច់រឿង Primal វគ្គទី 8 អញ្ចឹងមុនចូលដល់សាច់រឿងរបស់យើងខ្ញុំសូមពឹងបងប្អូនម្នាក់មួយផងដែរសូមបងប្អូនជួយចុច Like Subscribe និងដាក់សញ្ញាកណ្ដឹងជូនខ្ញុំម្នាក់មួយផងដើម្បីជួយជាកម្លាំងចិត្តដល់ខ្ញុំបាទសូមអរគុណទុកជាមុនបន្ទាប់ពីលោក Viking បានទទួលអំណាចអំពីស្ដេចនៅរូបមកលោក Viking ក៏បានផុសឡើងចេញមកលើផែនដីវិញនៅពេលនេះលោក Viking គឺមិនមែនដោយលោក Viking ពីមុននោះទេលោក Viking នៅពេលនេះគឺជាស្ដេចបិសាចនៃភ្លើងមួយដែលមានកម្លាំងខ្លាំងក្លានិងមានមាឌធំទៀតផងនៅពេលនេះលោក Viking គឺមានអំណាចគ្រប់គ្រាន់ក្នុងការទៅសងសឹកស្ពាហ៍ហើយនៅពេលនេះលោក Viking ក៏បានបន្តដំណើរទៅតាមរកស្ពាហ៍និង Fang Mira ដើម្បីសងសឹកឲ្យក្រុមគ្រួសាររបស់គាត់ចំណែកឯស្ពាហ៍នឹងហ្វាងវិញបន្ទាប់ពីប្រយុទ្ធនឹងយកឈ្នះទៅលើក្រុមកុលសម្ព័ន្ធមួយនោះមករាងកាយរបស់គេម្នាក់ៗគឺសុទ្ធតែក្របព្រួញជាប់ពេញខ្លួនចំណែកឯបរិសដែលមានមាឌធំម្នាក់នេះគាត់បានអង្គុយបោកក្របព្រួញទម្លាក់ពីលើខ្លួនរបស់គាត់រួចគាត់ក៏បានឮសំឡេងសេះជាមកនោះគឺជាមេស្រីរបស់ពួកគេមេស្រីម្នាក់នេះគឺគាត់បានយកកូនរបស់គាត់មកផងដែរហើយតាមពិតទៅបរិសដែលមានមាឌធំម្នាក់នេះគាត់គឺជាមនុស្សល្អនោះទេប៉ុន្តែគាត់ត្រូវបានមេស្រីមួយនេះគំរាមដោយសារតែកូនស្រីរបស់គាត់ត្រូវបានមេស្រីនៃស្ដេចកុលសម្ព័ន្ធមួយនេះចាប់យកទៅធ្វើជាធ្នូមួយដើម្បីបង្ក្រាបគាត់ហេតុនេះហើយបានគាត់មិនហ៊ានតតាំងជាមួយមេស្រីនៃកុលសម្ព័ន្ធមួយនេះគ្រាន់តែគាត់ឃើញកូនស្រីរបស់គាត់មកដល់ភ្លាមគាត់សម្លឹងទៅមើលកូនស្រីរបស់គាត់មិនដាក់ភ្នែកនោះទេគាត់នឹកកូនស្រីគាត់ខ្លាំងណាស់បន្ទាប់ពីបានយកឈ្នះទៅលើកុលសម្ព័ន្ធមួយនេះមកពួកគេក៏បានប្រមូលទ្រព្យសម្បត្តិដែលកុលសម្ព័ន្ធមួយនោះមានយកមកទាំងអស់ស្ដេចស្រីម្នាក់នេះគាត់បានចូលពីលើរទេះរបស់គាត់គាត់បានដើរសំដៅទៅស្ដេចនៃនគរមួយទៀតហើយគាត់បានយកកូនខ្លាពីដៃស្ដេចនគរមួយនេះនិងឲ្យកូនចៅរបស់គាត់សម្លាប់ស្ដេចនៃនគរមួយនេះចោលចំណែកឯកូនខ្លាមួយនេះគាត់បានយកទៅចិញ្ចឹមដើម្បីធ្វើជាអង្គរៈរបស់គាត់ពេលគាត់ដើរមកវិញគាត់ក៏បានបញ្ជាឲ្យកូនចៅរបស់គាត់ដោះលែងកូនស្រីបរិសដែលមានមាឌធំនោះឲ្យពួកគេបានជួបគ្នាអោបគ្នាបានមួយសន្ទុះចំណែកឯហ្វាងបានឃើញពងរបស់គាត់នៅលើស្ដេចស្រីម្នាក់នេះហ្វាងក៏បានក្រហមទៅលើស្ដេចស្រីម្នាក់នេះប៉ុន្តែត្រូវបានស្ពាហ៍ហាមកុំឲ្យស្ដេចស្រីខឹងគេនឹងសម្លាប់កូនរបស់ឯងចំណែកឯបរិសយាម្នាក់នេះគាត់កំពុងតែអោបកូនស្រីគាត់ដោយក្តីនឹករលឹកប៉ុន្តែត្រូវបានទាហាននៃក្រុមកុលសម្ព័ន្ធមួយនេះមកយកកូនស្រីរបស់គាត់ទៅវិញជារៀងរាល់ថ្ងៃក្រុមនៃកុលសម្ព័ន្ធមួយនេះតែងតែបញ្ជាកូនចៅរបស់ពួកគាត់ឲ្យទៅសម្លាប់កុលសម្ព័ន្ធផ្សេងៗទៀតដើម្បីយកទ្រព្យសម្បត្តិចំណែកឯស្ពាហ៍ហ្វាងនិងបរិសដែលមានមាឌធំនោះគាត់តែងតែទៅប្រយុទ្ធគ្នាតាមតែមេស្រីរបស់គាត់បញ្ជារៀងរាល់ថ្ងៃស្ពាហ៍ហ្វាងនិងបរិសដែលមានមាឌធំនោះគាត់តែងតែទៅប្រយុទ្ធជាមួយនឹងក្រុមកុលសម្ព័ន្ធផ្សេងៗដើម្បីដណ្ដើមអំណាចនិងទ្រព្យសម្បត្តិពីកុលសម្ព័ន្ធនោះឲ្យទៅមេស្រីរបស់ពួកគេតែតាមពិតទៅពួកគេមិនចង់សម្លាប់មនុស្សនោះទេនិងមិនចង់បានអំណាចអ្វីនោះទេពួកគេគ្រាន់តែចង់បានឲ្យកូនរបស់ពួកគេមានក្តីសុខនិងមានសុវត្ថិភាពតែប៉ុណ្ណោះពេលប្រយុទ្ធចប់ក្រុមទាហានមួយនេះតែងតែរៀបចំទឹកអាងមួយដើម្បីឲ្យពួកគេមកលាងខ្លួននិងសម្អាតឈាមនៅថ្ងៃបន្ទាប់ស្ពាហ៍ហ្វាងនិងបរិសដែលមានមាឌធំកំពុងតែមកលាងឈាមបន្ទាប់ពីការបញ្ចប់ធ្វើសង្គ្រាមមិនទាន់បានលាងខ្លួនរួចផងស្រាប់តែមានគ្រាប់កំភ្លើងមួយបាញ់មកទម្លុះកប៉ាល់របស់ពួកគេស្ពាហ៍និងហ្វាងមិនទាន់បានសម្រាកស្រួលបួលផងគាត់ក៏បានចេញទៅប្រយុទ្ធម្ដងទៀតក្រុមកុលសម្ព័ន្ធមួយនេះគឺលែងព្រួយបារម្ភហើយដោយសារតែគាត់មានបរិសដែលមានមាឌធំស្ពាហ៍និងហ្វាងដែលជាអ្នកដែលប្រយុទ្ធខ្លាំងជាងគេរាល់ការធ្វើសង្គ្រាមកុលសម្ព័ន្ធមួយនេះតែងតែយកឈ្នះក្រុមកុលសម្ព័ន្ធផ្សេងៗ
នៅយប់មួយស្ពាកំពុងតែដេកក៏ស្រាប់តែឮសំឡេងការធ្វើប្រគំតន្ត្រីមួយនៅខាងលើស្ពាបានក្រោកឡើងនឹងផ្ទៀងស្ដាប់សំឡេងនោះចេញមកពីខាងណានេះគឺជាពិធីមួយដែលក្រុមកុលសម្ព័ន្ធនេះឲ្យទេសកលរបស់គាត់រំឲ្យពួកគាត់មើលតែនេះគឺគាត់មិនឲ្យរំឲ្យគាត់មើលនោះទេគឺរំកំដរស្ដេចកុលសម្ព័ន្ធមុនដែលគាត់ត្រូវតែស្លាប់មុននឹងស្លាប់ស្ដេចស្រីម្នាក់នេះបានរៀបចំពិធីមួយឲ្យកូនចៅរបស់គាត់រំកំដរក៏ដូចជាជូនដំណើរនៃការស្លាប់របស់គាត់បន្ទាប់ពីទេសកលស្រីម្នាក់នោះគាត់រំចប់ទាហានម្នាក់បានរុញមីរ៉ាឲ្យចូលរំម្ដងប៉ុន្តែមីរ៉ាមិនចេះរំនោះទេមីរ៉ាគ្រាន់តែចូលទៅដល់ឈរមួយកន្លែងស្ដេចស្រីគាត់ឃើញបែបនេះគាត់ក៏បានចុះមកនឹងបង្រៀនមីរ៉ារំស្ដេចស្រីម្នាក់នេះបានចុះមកបង្រៀនមីរ៉ាឲ្យរំធ្វើដៃអញ្ជែធ្វើគូតអញ្ជែធ្វើមុខអញ្ជែចឹងណាប៉ុន្តែនៅពេលរំនោះគាត់បានធាក់ស្ដេចកុលសម្ព័ន្ធមួយនោះឲ្យធ្លាក់ចុះទៅក្រោមស្លាប់បាត់ទៅបន្ទាប់ពីស្ដេចស្រីគាត់បានសម្លាប់សង្សារចាស់ក៏រួចអស់ច្រឡំបន្ទាប់ពីគាត់បានសម្លាប់ស្ដេចនៃកុលសម្ព័ន្ធមួយនេះរួចគាត់ក៏បានដើរទៅអង្គុយកន្លែងគាត់វិញបន្ទាប់មកស្ដេចស្រីម្នាក់នេះបានបញ្ជាឲ្យមីរ៉ារមឲ្យគាត់មើលម្ដងធ្វើដៃអញ្ជែធ្វើគូតអញ្ជែធ្វើមុខអញ្ជែអូខេអ្នកនរខ្ញុំនិយាយលេងកំ pl ែងតិចតួចទេសូមខន្តីអភ័យទោសយើងចូលទៅកាន់សាច់រឿងរបស់យើងបន្តនៅស្អែកឡើងស្ដេចស្រីម្នាក់នេះគាត់បានបញ្ជាកូនចៅរបស់គាត់ឲ្យមកក្នុងភូមិមួយដើម្បីប្រមូលម្ហូបអាហារត្រីសាច់ផ្លែឈើម្ចាស់ស្រីម្នាក់នេះគាត់បានដាក់គំនាបនៅលើអ្នកភូមិមួយនេះស្ពាហ្វានិងបរិសដែលមានមាឌធំគ្រាន់តែសម្លឹងទៅមើលមុខអ្នកភូមិគាត់អាណិតខ្លាំងណាស់ដោយដឹងថាអ្នកភូមិគឺរកត្រីសាច់ផ្លែឈើមិនបានច្រើននោះទេបន្ទាប់មកស្ដេចស្រីក៏បានជិះទូកមកដល់រួចគាត់បានចុះពីលើទូកដើរទៅមើលបន្លែត្រីផ្លែឈើដែលគាត់បានដាក់កម្រិតឲ្យអ្នកភូមិរកថារកបានគ្រប់ដែរឬទេ ពេលគាត់ចុះទៅមើលគឺដឹងថាគាត់រកមិនគ្រប់នោះទេស្ដេចស្រីម្នាក់នេះគាត់អត់និយាយអីច្រើនទេគាត់បានដើរត្រឡប់ទៅវិញនិងបញ្ជាឲ្យបរិសដែលមានមាឌធំគឺសម្លាប់អ្នកភូមិនេះចោលទាំងអស់តែដំបូងបរិសដែលមានមាឌធំនេះគឺគាត់មិនស្ដាប់នោះទេគាត់បានដើរទៅជញ្ជូនបន្លែត្រីសាច់យកទៅដាក់លើទូកស្ដេចស្រីម្នាក់នោះគាត់ខឹងគាត់ក៏បានចាប់សក់កូនរបស់បរិសដែលមានមាឌធំនោះឡើងលើនៅពេលនេះបរិសដែលមានមាឌធំគាត់ខ្លាចស្ដេចស្រីធ្វើបាបកូនគាត់ត្រូវតែកាត់ចិត្តពីអ្នកភូមិគាត់ត្រូវតែសម្លាប់អ្នកភូមិចោលទាំងអស់តែតាមពិតទៅក្នុងចិត្តរបស់គាត់គឺមិនចង់ធ្វើបែបនេះនោះទេដោយសារអ្នកភូមិនៅក្នុងនេះគឺជាអ្នកភូមិដែលស្លូតត្រង់និងគ្មានអំណាចតតាំងជាមួយពួកគាត់នោះទេបន្ទាប់ពីសម្លាប់អ្នកភូមិអស់ពួកគេក៏បានត្រឡប់ទៅវិញពេលយប់ក៏ចូលមកដល់ទៀតស្ពាបានលួចមើលទៅបរិសដែលមានមាឌធំនោះគាត់កំពុងតែអង្គុយយំកំពុងតែអង្គុយមើលបរិសនេះសុកក៏ស្រាប់តែអ្នកដែលមកចែកចំណីអាហារឲ្យពួកគេមកដល់ស្ពាឃើញទាហានម្នាក់នេះមកម្នាក់ឯងគាត់ក៏បានញញឹមព្រោះអីគាត់បានឃើញសោជាប់នៅនឹងចង្កេះគាត់ពេលទាហានម្នាក់នេះគាត់បានដើរមកដល់ជិតស្ពាក៏បានទាញក្បាលទាហានម្នាក់នេះបុកនឹងដៃធ្វើឲ្យសន្លប់បាត់ទៅបន្ទាប់ពីទាហានមួយនេះសន្លប់គាត់ក៏បានរើសោនិងចាក់ចេញទៅក្រៅហើយគាត់ក៏បានដើរទៅចាក់ឲ្យបរិសដែលមានមាឌធំនោះចេញមកផងដែរស្ពាចង់បបួលបរិសម្នាក់នេះរត់គេចប៉ុន្តែបរិសម្នាក់នេះក៏ដឹងថារត់គេចមិនផុតពីកុលសម្ព័ន្ធមួយនេះទេស្ពាក៏បានដើរឡើងទៅលើតែម្នាក់ឯងពេលស្ពាមកដល់ខាងលើស្ពាបានសម្លឹងមើលទៅលើក៏ឃើញពន្លឺមួយចេញពីលើនិងឮសំឡេងតន្ត្រីទៀតផងពេលនោះស្ពាបំរុងរត់ទៅចូលតាមច្រកទ្វារប៉ុន្តែត្រូវបានក្រុមទាហានមួយនេះដើរល្បាតស្ពាក៏បានរត់ឡើងនៅលើបង្គោលទូកមួយនេះឡើងទៅតាមជញ្ជាំងពេលស្ពាឡើងទៅដល់ស្ពាបានឃើញមីរ៉ាកំពុងតែរំឲ្យស្ដេចស្រីរបស់ពួកគេមើលមីរ៉ាកំពុងតែរំគាត់បានងាកមកឃើញស្ពាគាត់ក៏បានច្រឡំស្រែកមាត់បន្តិចពេលនោះធ្វើឲ្យផ្អើលនៅក្នុងកម្មវិធីនឹងទាំងអស់គ្នាទាហាននៅលើនឹងទាំងអស់បានរត់មកចាប់ស្ពាប៉ុន្តែត្រូវបានស្ពាសម្លាប់ចោលទាំងអស់ស្ពាបានរត់ទៅសម្ដៅម្ចាស់ស្ត្រីរបស់គេប៉ុន្តែត្រូវបានខ្លាខំស្ពាបានក្រវែងខ្លានឹងបោះចោលនិងប្រយុទ្ធជាមួយម្ចាស់ស្រីរបស់គេនៅឯស្ដេចស្រីមួយនេះគឺគាត់មិនអន់នោះទេគឺគាត់មានសមត្ថភាពទើបគាត់អាចគ្រប់គ្រងកងទ័ពរបស់គាត់បានទាំងអស់សូម្បីតែស្ពាគឺប្រយុទ្ធជាមួយ
ស្ដេចស្រីម្នាក់នេះគឺមិនឈ្នះនោះទេចំណែកឯទាស្ករស្រីមួយទៀតគាត់បានទាញជួងឲ្យលឺដើម្បីដាស់កងទ័ពឲ្យមកប្រយុទ្ធជាមួយស្ពាយមីរ៉ាឃើញបែបនេះមីរ៉ាក៏បានលោតទៅដាក់ម្នាក់ស្រីនឹងមួយដៃធ្វើឲ្យសន្លប់បាត់ទៅចំណែកឯស្ពាយត្រូវប្រយុទ្ធជាមួយស្ដេចស្រីម្នាក់នេះប៉ុន្តែពិបាកក្នុងការប្រយុទ្ធជាមួយមែនទែនដោយសារស្ដេចស្រីម្នាក់នេះគឺគាត់ចេះក្បាច់គុណមីរ៉ាវិញឃើញស្ពាយកំពុងតែប្រយុទ្ធជាមួយស្ដេចស្រីនេះគាត់ក៏ឆ្លៀតឱកាសមកជួយកូនបរោះដែលមានមាឌធំនោះចេញទៅក្រៅចំណែកឯស្ពាយវិញត្រូវស្ដេចស្រីម្នាក់នេះវាយឡើងចង់ទូកសាច់ទៅហើយអ្នកទាំងអស់គ្នាស្ដេចស្រីក៏បានងាកទៅឃើញមីរ៉ាកំពុងតែយកពងនិងកូនបរោះដែលមានមាឌធំនោះរត់ចេញទៅក្រៅគាត់ក៏បានរត់តាមប៉ុន្តែត្រូវបានស្ពាយលោតទៅកន្ទ្រឹបពីលើពេលមីរ៉ារត់ចុះមកក្រោមគឺត្រូវបានកងទ័ពដេញឡើងទៅលើវិញព្រោះនៅពេលនេះកងទ័ពគឺបានមកជុំគ្នាអស់ហើយប៉ុន្តែកងទ័ពទាំងនោះក៏ត្រូវបានស្ពាយសម្លាប់ចោលទាំងអស់ទៀតណៃឯកងទ័ពនៅចាំខាងក្រោមដែលរងចាំស្ពាយចុះមកប៉ុន្តែមិនបានឃើញស្ពាយចុះមកភ្លាមនោះទេគឺឃើញក្បាលនៃក្រុមទាហានរបស់ពួកគេដាច់ធ្លាក់មកក្រុមទាហានកំពុងតែសម្លឹងទៅមើលក្បាលដែលដាច់នោះស្រាប់តែស្ពាយលោតមកច្រំពួកគេនិងសម្លាប់ពួកគេបានមួយចំនួនពេលនេះគឺក្រុមទាហានមកច្រើនណាស់ស្ពាយគឺពិបាកទប់ទល់ហើយក៏មិនអាចទប់ទល់ឈ្នះផងដែរចំណែកឯមីរ៉ាបំរុងនឹងរត់គេចតែនៅពេលនេះគឺពងរបស់ហ្វាងបានចាប់ដើមញាស់ហើយគឺញាស់ទាំងពីរតែម្ដងហ្វាងបានឮសំឡេងកូនរបស់គាត់យំហ្វាងក៏បានលោតទម្លុះទ្វារដែកនោះចេញមកនិងរត់ទៅរកកូនរបស់គាត់ចំណែកឯបរិសុទ្ធដែលមានមាឌធំនោះគាត់ក៏បានចេញដើរទៅផងដែរយើងងាកមកមើលស្ពាយនិងមីរ៉ាវិញម្ដងមីរ៉ាត្រូវស្ដេចស្រីឲ្យយកកូនរបស់ហ្វាងឲ្យទៅគាត់ប៉ុន្តែមីរ៉ាមិនបានឲ្យនោះទេមួយសន្ទុះក្រោយមកក៏ស្រាប់តែហ្វាងបានចេញមកនិងសម្លាប់ទាហានជាច្រើននាក់មីរ៉ាបានឮសំឡេងហ្វាងក៏បានងាកទៅមើលហ្វាងស្ដេចស្រីបានឱកាសក៏បានទាញយកកូនរបស់ហ្វាងទាំងពីរចាប់យកកូនស្រីរបស់បរិសុទ្ធដែលមានមាឌធំនោះផងដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងការសម្រាយរឿងប្រែម៉ោវគ្គទី8របស់យើងគឺបានមកដល់ទីបញ្ចប់ហើយយើងនៅភាគទី9និងទី10ទៀតយើងបញ្ចប់ season 2របស់យើងហើយប្រសិនបើពុកម៉ែបងប្អូនចូលចិត្តរកការសម្រាយរឿងបែបនេះសូមបងប្អូនជួយចុច like subscribe និងដាក់សញ្ញាកណ្ដឹងជូនខ្ញុំម្នាក់មួយផងមួយទៀតប្រសិនបើរកការបញ្ចូលសម្លេងរបស់ខ្ញុំនៅមានចន្លោះខ្វះខាតឬក៏ពាក្យសម្ដីមិនសមរម្យត្រង់ប្រការណាមួយសូមខន្តីអភ័យទោសដល់ខ្ញុំបាទផងសូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត